អតីតខ្សែប្រយុទ្ធក៏ជាម្ចាស់បលុនដមួយសម័យកាល Michael Owen អះអាងដោយមានទំនុកចិត្តអំពីអនាគតរបស់ Mohamed Salah នៅ Liverpool បន្ទាប់ពី AFCON អតីតខ្សែប្រយុទ្ធឆ្នើម Michael Owen បាទគឺគាត់ជឿជាក់ថា Mohamed Salah នឹងមានឱកាសបង្ហាញខ្លួនកាន់តែច្រើននៅពាក់កណ្ដាលរដូវកាលនេះដោយសារតែខ្សែប្រយុទ្ធឆ្នើមផ្សេងទៀតដូចជា Alexander Isak រួមជាមួយនឹង Hugo Ekitike ដែលកំពុងតែជួបនៅបញ្ហារបួសហើយលោកយល់ថាការដែលក្លឹបប្រញាប់យក Mohamed Salah មកពេញលឿនបាទគឺអាចដោះស្រាយនៅបញ្ហានានាបាននិងជាយុទ្ធសាស្ត្រដ៏ល្អដើម្បីជៀសវាងនៅភាពវល់នៅក្នុងក្រុមកាលពីពេលថ្មីកន្លងមកនេះបាទគឺ Mohamed Salah គាត់បានសម្ដែងនៅការមិនពេញចិត្តយ៉ាងខ្លាំងចំពោះគ្រូបង្វឹកគឺលោក Arne Slot ហើយនឹងក្លឹប Liverpool ជំវិញការកាត់បន្ថយពេលវេលារបស់គាត់ហើយថែមទាំងបានចោទប្រកាន់ថាមានអ្នកនៅក្នុងក្លឹបចង់បង្ខូចកេរ្តិ៍ឈ្មោះគាត់ថែមទៀតអនាគតជាមួយនឹងក្លឹបក៏កំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីត្រូវបានដកឈ្មោះចេញកាលពីការប្រកួតជាមួយនឹងក្រុមដែលនៅអ៊ីតាលីគឺ Inter Milan ហើយសូមបញ្ជាក់ផងដែរបាទក្នុងរដូវកាលនេះគឺ Mohamed Salah លេងបានតែ14ប្រកួតនោះទេហើយសុទ្ធបញ្ចូលទីបាន4គ្រាប់និងបញ្ជូនបាល់បាន3លើកហើយបច្ចុប្បន្នគាត់ក៏កំពុងតែបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិបាទអេស៊ីបក្នុងពានរង្វាន់ AFCON ដែលបានឡើងគឺរហូតដល់ទៅវគ្គ8ក្រុមចុងក្រោយកុំភ្លេចតាមដានទស្សនាព័ត៌មានកីឡាក៏ដូចជាទស្សនាលើការប្រកួតបាល់ទាត់ថ្ងៃដែលគ្រាន់តែ join ក្រុម Telegram ពីនខមមិនខាងក្រោមជួបជាមួយនឹងខ្ញុំបាទ Admin 7